បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមមកចែករំលែកនៅរុក្ខជាតិឱសថមួយមុខទៀតហើយដែលមានឈ្មោះថាដើមស្ពៃព្រៃនេះជាសន្តាននៃលក្ខណៈដើមស្ពៃព្រៃផងដែរបាទហើយស្ពៃព្រៃនេះផងដែរពុកម៉ែបងប្អូនច្រើនតែនៅដោះនៅតាមវាលស្រែចម្ការនេះឯងពេលនេះខ្ញុំបាទសូមមកជម្រាបជូនពីអត្ថប្រយោជន៍នៃដើមស្ពៃព្រៃក្នុងការព្យាបាលកាសាយគ្រុនក្តៅរលាកពោះវៀនតូចមូលដោយបាក់តេរីដាំទឹកហូបបុកបិទយកមកបំពកបោបុកតុងកេចបោរលាកដោះពោះចិត្តតាមឯកសារម៉ាឡេបំបត្តិជាតិអាភៀនដើមស្ពៃព្រៃគេប្រើប្រឆាំងនឹងការញៀនអាភៀនផងដែររុក្ខជាតិនេះគេប្រើជាបន្លែអន្លក់កំរិតប្រើស្ងួត15ទៅ30ក្រាមដាំទឹកផឹកក្នុងមួយថ្ងៃចំពោះពុកម៉ែបងប្អូនដែលនៅតាមស្រុកស្រែចម្ការលោកប្រកាសជាស្គាល់ហើយស្ពៃព្រៃនេះហើយស្ពៃព្រៃនេះមានសន្តានស្រដៀងនឹងដើមស្មៅរាំងទឹកផងដែរប៉ុន្តែស្ពៃព្រៃមានផ្កាពណ៌លឿងចំណែកដើមរាំងទឹកមានផ្កាពណ៌ស្វាយឬក៏ផ្កាឈូកបាទសូមអរគុណសូមជម្រាបលាបាទ